ការរៀបផែនការហិរញ្ញវត្ថុសម្រាប់សិស្សឬនិស្សិតតើសិស្សឬនិស្សិតនឹងគួរតែមានផែនការហិរញ្ញវត្ថុដែរឬទេបើយើងមិនទាន់មានចំណូលជាក់លាក់ណាមួយនោះជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទាក់ទងនឹងការរៀបផែនការហិរញ្ញវត្ថុរបស់សិស្សឬនិស្សិតយើងឃើញហើយថាការរៀបផែនការហិរញ្ញវត្ថុមិនមែនតែយើងមានចំណូលខ្ពស់ឬក៏មានចំណូលប្រចាំនោះទេការរៀបផែនការហិរញ្ញវត្ថុគឺធ្វើបានសម្រាប់មនុស្សគ្រប់គ្នាជាពិសេសមិនថាតែសិស្សឬនិស្សិតគួរតែមានផែនការហិរញ្ញវត្ថុច្បាស់លាស់មួយសម្រាប់ខ្លួនឯងវាអាចជាការបង្កើតទម្លាប់ស្វែងយល់បន្ថែមពីរឿងហិរញ្ញវត្ថុដើម្បីអនាគតយើងនៅពេលខាងមុខថ្ងៃនេះខ្ញុំសូមលើកយក4ចំណុចគិតថាវាងាយស្រួលសម្រាប់សិស្សនិស្សិតដែលគាត់មានគំនិតឬក៏មានគម្រោងថាចង់រៀបផែនការហិរញ្ញវត្ថុខ្លួនឯងប៉ុន្តែអត់ដឹងចាប់ផ្ដើមរបៀបណាទី1គឺយើងណែនាំឲ្យបងប្អូនទាំងអស់គ្នាគឺរៀបចំបញ្ជីចំណូលនិងចំណាយសួរថាតើមានចំណូលពីណាបើយើងអត់ទាន់មានធ្វើការផងហ្នឹងគឺលុយដែលឪពុកម្ដាយយើងផ្ដល់ឲ្យគាត់ផ្ដល់ឲ្យយើងប្រមាណសម្រាប់ចាយក្នុងមួយខែឬក៏មួយសប្ដាហ៍ហ្នឹងយើងមានបញ្ជីមួយគាត់ច្បាស់លាស់ឬមួយក៏យើងធ្វើការ part time ឬមួយក៏យើងបានចំណូលពីណាមកយើងត្រូវកត់ចូលចំណូលនឹងដែរបន្ទាប់មកទៀតយើងមានបញ្ជីមួយទាក់ទងនឹងការចំណាយតើក្នុងមួយថ្ងៃហ្នឹងយើងចំណាយអ្វីខ្លះមានការបង្គួរថ្លៃគួរឬមួយក៏ចំណាយទៅលើទិញម្ហូបទិញអាហារនិយាយទៅគឺការចាយវាគ្រប់បែបយ៉ាងគឺយើងត្រូវកត់ចូលក្នុងបញ្ជីចំណាយរបស់យើងទី2យើងត្រូវកំណត់ចំនួនចាយសម្រាប់មួយខែឬក៏មួយសប្ដាហ៍នៅពេលដែលយើងធ្វើបញ្ជីចំណូលចំណាយហើយយើងឃើញថាការចាយវារបស់យើងហ្នឹងគឺយ៉ាងម៉េចដែរយើងក៏លេខទៅមើលចំណូលហើយនឹងចំណាយរបស់យើងតើយើងចាយគ្រប់ទេឬមួយក៏យ៉ាងណាបន្ទាប់មកទៀតយើងកំណត់ចំនួនមានន័យថាក្នុងមួយខែហ្នឹងយើងអាចកំណត់ចំនួនចំណាយរបស់យើងការដែលកំណត់ចំនួនចំណាយហ្នឹងគឺមានសារៈសំខាន់មែនទែនគឺអាចធ្វើឲ្យយើងហ្នឹងមានទម្លាប់មួយថាចាយត្បិតត្បៀតជាងមុនគឺយើងកំណត់អាចថាកំណត់ក្នុងរយៈពេលមួយខែឬក៏ក្នុងរយៈពេលមួយសប្ដាហ៍ហ្នឹងគួរតែចាយចំនួនប៉ុន្មានទី3គឺគុំទម្លាប់សាងបំណុលពេលខ្លះយើងទៅរៀនខ្វះលុយយើងទម្លាប់ឃើញគេចាយហឺហាឃើញគេចាយខ្ជិះខ្ជាយយើងទម្លាប់ខ្ចីគេទៅចាយដូចគេដែរដូចមិត្តភក្តិផ្សេងដែរការដែលយើងមានទម្លាប់ខ្ចីទាំងដែលយើងមិនទាន់មានចំណូលច្បាស់លាស់មួយអាចធ្វើឲ្យយើងធ្លាប់នៅពេលអនាគតខាងមុខដូចគ្នាដែរគឺរឿងរៀនទម្លាប់ខ្លួនយើងថាធ្វើម៉េចយើងមានបណ្ណាគឺត្រូវចាយឲ្យតិចជាងដែលលុយយើងរកបានឬក៏តិចជាងលុយដែលឪពុកម្ដាយយើងគិតផ្ដល់ឲ្យចំណុចទី4ហ្នឹងគឺត្រូវសិក្សាស្វែងយល់អំពីវិធីវិនិយោគឬក៏ការវិនិយោគផ្សេងៗមិនថាតែការវិនិយោគទៅលើភាគហ៊ុនការវិនិយោគទៅលើអ្វីមួយគឺយើងត្រូវសិក្សាឲ្យបានច្បាស់លាស់ដែលមួយណាដែលយើងគិតថាជាចំណូលចិត្តរបស់យើងគឺយើងចាប់ផ្ដើមរៀនតាំងពីយើងនៅជាសិស្សឬនិស្សិតអាចថាវាជាឱកាសសម្រាប់យើងដែលយើងអាចនឹងចាប់ផ្ដើមមុនគេមានន័យថាអ្នកខ្លះគាត់អត់បានចាប់អារម្មណ៍ទេកាលពីគាត់នៅរៀនជាសិស្សឬនិស្សិតគាត់អត់បានចាប់អារម្មណ៍លើការវិនិយោគទេទាល់តែគាត់បានចេញធ្វើការចូលប្រឡូកក្នុងសង្គមយូរទើបគាត់ចាប់អារម្មណ៍លើការវិនិយោគទៅលើអ្វីមួយឬក៏ការវិនិយោគទៅលើភាគហ៊ុនដូច្នេះហើយបើសិនជាយើងបានចាប់ផ្ដើមសិក្សាស្វែងយល់តាំងពីយើងនៅជាសិស្សឬនិស្សិតជាយោបល់ខ្ញុំគិតថាវាជាឱកាសយើងមានប្រៀបទៅលើមនុស្សដទៃដែលគាត់អត់បានស្វែងយល់សិក្សាលើការវិនិយោគផងដែរ